Bà sức đây bà bồn sức xa là xa tầng ọc nia Thằng này khi dương vâng một chút nia xa Chỉ thầm ấy chỉ bằng to tiết Đại dương sức xa tại là listening Listening nhưng bà ra cả stop bà Chẳng sắp đà môn ôn mê riêng môn môn cái dương bàn sức xa rồi nhớ Bị reading, writing, speaking Nhưng thằng này khi dương sức xa tại là listening bà chân dương thôi cả này tập bọt và bỏ dưới nó tỏ máu dương tập bỏ và ra nữ biệt môi trường luôn và bỏ trên và listening is a key skill for understanding English. I listen to song, voice movies and pay attention to my teacher in class. Listening helps me learn how words are pronounced and how sentences are formed. Sometimes I listen to podcasts or news in English. Good listening skill help me respond correctly in conversation and learn new things every day. Chân dương từ bỏ bài này bị cần lừa bỏ dưỡng chỉ việc vocabulary nhưng bài thà bị cần lừa có việc cả sạp và pay attention nhưng bài thà cả prong smart đấy và pronoun là bằng trình cả bằng trình sum lệ pronoun trình sum lệ the podcastคือជាอันนี้โดยรูปភាពដែលខ្ញុំបង្ហាញហ្នឹងវាជាកម្មវិធីមួយដែលជួបជុំគ្នាធ្វើការឆ្លើយឆ្លងគ្នាដែលយើងហៅថា podcast បាទ podcast បាទ respond យើងប្រែថាការឆ្លើយតបបាទភ្លាមការឆ្លើយតប respond យើងប្រែថាការឆ្លើយតបយើងទៅអានអត្ថបទរបស់យើងជាបន្តហើយបន្តមកគឺយើងធ្វើការបកប្រែនៅអត្ថបទរបស់យើងបាទនេះគឺជាអត្ថបទដែលខ្ញុំបានបករួចជាស្រេចដើម្បីបងប្អូនស្ដាប់ហើយនឹងមើលទៅងាយយល់ទៅលើការបកប្រែ listening is a key skill for understanding English listening មានថាការស្ដាប់ is a key skill វាជាលើកមួយបាទ for understanding English សម្រាប់ការស្វែងយល់នៅភាសាអង់គ្លេសការស្ដាប់គឺជាគន្លឹះមួយបាទគឺជាជំនាញមួយសម្រាប់ការស្វែងយល់ពីភាសាអង់គ្លេស I listen to song បាទខ្ញុំស្ដាប់ចម្រៀង watch movies បាទមើលភាពយន្ត and pay attention to my teacher in class នឹងយកចិត្តទុកដាក់ចំពោះគ្រូរបស់ខ្ញុំនៅក្នុងថ្នាក់បាទអញ្ចឹងការស្ដាប់ដូចជាចម្រៀងការមើលភាពយន្តការស្ដាប់គ្រូដែលគ្រូបង្រៀននឹងគឺការយកចិត្តទុកដាក់នៅក្នុងថ្នាក់ដើម្បីឲ្យការរៀនភាសាអង់គ្លេសយើងកាន់តែកើនឡើង Listening help me learn how words are pronounced and how sentences are formed បាទបន្តថាការជួយខ្ញុំរៀនពីវាថាការស្ដាប់គឺជួយខ្ញុំឲ្យបានរៀនពីការបញ្ចេញនៃសំឡេងបានរៀនពីពាក្យនិងការបង្រៀនបាទយើងបានរៀនពីពាក្យក្នុងការបញ្ចេញសំឡេងបាទការជួយខ្ញុំរៀនពីរបៀបបញ្ចេញសំឡេងបាទគឺយើងថាស្ដាប់យើងរៀនបានពីពាក្យមួយដែលយើងអាចបញ្ចេញសំឡេងបាទ and how sentence are formed និងរបៀបបង្កើតប្រយោគបាទអញ្ចឹងការស្ដាប់ឲ្យយើងបានយល់ពីពាក្យមួយបាទយល់ពីពាក្យបានចេះដឹងពីពាក្យនិងការបញ្ចេញនៅសំឡេងហើយធ្វើឲ្យយើងនឹងអាចបង្កើតនៅប្រយោគបាននៅទម្រង់ប្រយោគខ្លីៗបាទ
Sometimes I listen to podcast or new in English ពេលខ្លះខ្ញុំស្ដាប់ podcast ឬក៏ព័ត៌មានជាភាសាអង់គ្លេសអញ្ចឹងក្រៅពីការមើលភាពយន្តក្រៅពីការស្ដាប់ចម្រៀងក្រៅពីការស្ដាប់គ្រូយើងអាចស្ដាប់ the podcast podcast ឬក៏ព័ត៌មានជាភាសាអង់គ្លេសបាទគឺថាព័ត៌មានគឺថាល្អមែន Good listening skill help me respond correctly in conversation and learn new things every day បាទជំនាញស្ដាប់បាទជំនាញស្ដាប់គឺជាជំនាញមួយដែលល្អបាទជួយខ្ញុំបាទឲ្យឆ្លើយតបបានត្រឹមត្រូវក្នុងការសន្ទនាបាទ conversation នេះគឺការសន្ទនាបាទ and learn new things every day នឹងរៀនអ្វីដែលថ្មីជាប្រចាំថ្ងៃបាទអញ្ចឹងការស្ដាប់ភាសាអង់គ្លេសយើងសរុបជាសេចក្តីមកបាទការស្ដាប់គឺជួយឲ្យយើងស្វែងយល់បាទពីភាសាអង់គ្លេសមួយដែលមានជំនាញដែលត្រឹមត្រូវបាទអញ្ចឹងដល់ការស្ដាប់យើងស្ដាប់ដូចជាពីបទចម្រៀងយើងស្ដាប់ពីសារភាពយន្តស្ដាប់គ្រូរៀននៅក្នុងថ្នាក់ការអាននៅកាសែតការស្ដាប់នៅព័ត៌មានបាទការស្ដាប់នៅព័ត៌មានអញ្ចឹងទាំងអស់ហ្នឹងគឺធ្វើឲ្យយើងស្រួលក្នុងការឆ្លើយតបទៅកាន់នរណាម្នាក់បាទហើយធ្វើឲ្យយើងចេះនៅពាក្យថ្មីជាប្រចាំទៀតបាទអញ្ចឹងសម្រាប់អត្ថបទខ្លីមាន4វាសុទ្ធតែមានសារៈសំខាន់ទាំងអស់ reading writing speaking ហើយនិង listening បាទអញ្ចឹង4ចំណុចនេះគឺមានសារៈសំខាន់សម្រាប់ការសិក្សាភាសាអង់គ្លេសបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនធ្វើការអនុវត្តបានទាំង4នេះបាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត